សួស្តីសូមស្វាគមន៍មកកាន់យប់ទី7រាត្រីនេះសូមស្ដាប់ដោយស្ងប់ព្រោះរឿងដែលអ្នកកំពុងស្ដាប់មិនមែនគ្រាន់តែជារឿងទេនៅជាយភូមិមួយក្នុងខេត្តបាត់ដំបងមានអគារក្រាលស៊ីម៉ង់ទៀបមើលទៅស្ងៀមស្ងាត់ជាងផ្ទះអ្នកណាទាំងអស់អគារនោះជាឃ្លាំងស្តុកស្រូវរបស់សហគមន៍កន្លែងដែលគេច្រកស្រូវកែច្នៃស្រូវហើយទុកអង្កររង់ចាំឆ្ពោះទៅទីផ្សារតែពេលយប់អ្វីទាំងអស់ហាក់ដូចត្រូវបានបិទចោលក្នុងស្រមោលអ្នកយាមយប់របស់អគារនោះឈ្មោះសារ៉នគាត់មិនមែនជាមនុស្សមានអ្វីពិសេសទេគ្រាន់តែជាមនុស្សសាមញ្ញធ្វើការរកស៊ីតិចតួចដើម្បីរស់នៅតែការងាររបស់គាត់មានរបៀបចាស់មួយដែលភូមិនេះនៅតែរក្សាទុកដូចជាចិត្តនិងសណ្ដាប់របស់ភូមិរាល់ដល់ម៉ោងម្ដងសារ៉នត្រូវយកដុំដែកមួយវាយទៅលើកន្ទឹងដែកដែលភ្ជាប់ជាប់ជញ្ជាំងសំឡេងខំនោះលេចឡើងហើយលាតសន្ទឹងតាមខ្យល់រាត្រីដល់ផ្ទះអ្នកភូមិដែលចង់ដឹងម៉ោងពីមុនមនុស្សមិនសូវមាននាឡិកាប៉ុន្តែសូម្បីតែដល់ពេលនេះចាស់នៅតែជឿលើសំឡេងវាយម៉ោងជាងជឿលើលេខលើអេក្រង់ការវាយម៉ោងនេះមិនមែនគ្រាន់តែប្រកាសម៉ោងទេវាជារបៀបដាក់សណ្ដាប់ធ្នាប់ទៅលើរាត្រីសារ៉នស្គាល់វាល្អណាស់គាត់អង្គុយលើកៅអីបាយបាក់មួយក្បែរច្រកទ្វារដែកដែលមានស្នាមច្រេះដោយអំពូលតូចមួយភ្លឺស្រាលលើក្បាលគាត់ចំហៀងគាត់មានដបកាហ្វេខ្មៅនិងការដតូចសម្រាប់កម្ដៅចិត្តពេលរាត្រីវែងចុងបញ្ចប់អគារមានចន្ទាចាស់មួយឡើងទៅបន្ទប់ធូលីកន្លែងដែលសូម្បីតែមួហែលក៏លឺដូចជាមាននរណាម្នាក់ដើរលើអ៊ីតធូលីយប់ដំបូងសារ៉នគិតថាការវាយម៉ោងគ្រាន់តែជាការងាយស្រួលទេមើលនាឡិកាឈរវាយអង្គុយវិញហើយរង់ចាំម៉ោងបន្ទាប់តែបន្ទាប់ពីខែទៅខែទៀតគាត់ចាប់ផ្ដើមយល់ថាម៉ោងមិនតែងក្តារតាមរបៀបដែលមនុស្សគិតទេមួយយប់ខ្យល់ដកដង្ហើមយូរបន្ទាប់មកស្ងៀមស្ងាត់ដូចជាមានអ្វីមួយកំពុងស្ដាប់សត្វឆ្កែហែកយូរខ្លះស្ងៀមស្ងាត់ខ្លះហើយសំឡេងវាយដែកម្ដងហាក់ដូចបែកបាក់ជាច្រើនស្រទាប់មុននឹងវិលត្រឡប់មកវិញយឺតមានចាស់ក្នុងភូមិពិសេសតាសេនមនុស្សដែលនិយាយតិចនិងមានចិត្តស្ងប់ធ្លាប់ប្រាប់សារ៉នច្រើនដងថាយាមយប់វាយម៉ោងបានតែចាំឲ្យច្បាស់ក្រោយម៉ោង12កុំវាយចន្លោះម៉ោង1ចន្លោះម៉ោង12ទៅ1ព្រឹកមិនមែនម៉ោងរបស់មនុស្សទេដំបូងសារ៉នគ្រាន់តែញញឹមស្រាលគាត់គិតថានេះជាពាក្យងាក់ចាស់ដែលចង់ឲ្យមនុស្សប្រុងប្រយ័ត្នពេលយប់តែពេលគាត់សួរបន្ថែមតាសេនមិនពន្យល់អ្វីច្រើនទេគ្រាន់តែបន្ថែមសំឡេងទៀបថាបើវាយអ្វីមួយនឹងដឹងថាយើងនៅទីនោះពាក្យអ្វីមួយនោះបានធ្វើឲ្យសារ៉នដេកលក់មិនស្រួលឡើយយប់ក្រោយគាត់ចាប់ផ្ដើមស្ដាប់ស្ងៀមជាងមុនគាត់ឈប់ច្រៀងឈប់ដាវជុំអគារពេលឮស្លឹកប៉ះគ្នាដោយខ្យល់គាត់មិនប្រកាសថាវាជាស្លឹកពេលឮសំឡេងកេះតាមអ៊ីតខាងក្រោយអ្វីមួយក្នុងទ្រូងគាត់ឈប់សិនមុននឹងដកដង្ហើមវិញយប់នោះយប់ដែលភ្លៀងមិនធ្លាក់ទេតែខ្យល់ត្រជាក់ចូលដល់ឆ្អឹងសារ៉នមើលនាឡិកាដៃម៉ោង 11:59 នាទីគាត់ឈរឡើងដោយស្វ័យប្រវត្តិដូចជារាងកាយចេះចងចាំការងាររបស់ខ្លួនគាត់លើកដុំដែកហើយវាយទៅលើកន្ទឹងដែកម្ដងខំសំឡេងនោះស្ដើងតែច្បាស់វាលាតសន្ទឹងទៅក្នុងរាត្រីហើយសារ៉នអង្គុយវិញតែជំនួសឲ្យស្ងៀមស្ងាត់បន្ទាប់ពីសំឡេងបែកខ្យល់រួចអេកូនោះមិនចប់វាអូសយូរដូចជាមានផ្លូវវែងក្នុងខ្យល់ដែលសំឡេងត្រូវដើរតាមហើយនៅចុងបញ្ចប់នៃអេកូនោះសារ៉នស្ដាប់បានសំឡេងតូចមួយស្រដៀងនឹងខំម្ដងទៀតតែបញ្ហាគឺគាត់មិនបានវាយម្ដងទៀតទេពាក្យឥឡូវនោះមិនខ្លាំងទេវាស្រាលដូចខ្យល់ប៉ះស្លឹកស្ងាយប៉ុន្តែសារ៉នមានអារម្មណ៍ថាវាមិនបានឆ្លងកាត់ត្រចៀកវាចូលតាមទ្រូងតែម្ដងដូចជាមាននរណាម្នាក់ដាក់ពាក្យនោះចូលទៅក្នុងខ្លួនគាត់ដោយផ្ទាល់
គាត់ឈោមិនហ៊ានដាឥតក្រោមជើងត្រជាក់ជាងធម្មតាហើយការត្រជាក់នោះមិនមែនមកពីអាកាសទេវាមកពីភាពស្ងាត់ដល់ថ្នាក់សេបីតែសំឡេងឈាមក្នុងត្រជាក់គាត់ក៏លឺច្បាស់សារ៉នលាក់មាត់គាត់ព្យាយាមមើលជុំវិញដើម្បីបញ្ជាក់ថាគាត់នៅអាគារដដែលកន្លែងដដែលជញ្ជាំងនៅទីនោះចន្ទានៅចុងបន្ទប់ដៃបារ៉ែងក្នុងដៃគាត់តែអ្វីហាក់ដូចជាមានចន្លោះតូចចន្លោះដែលមិនគួរមានដូចជាភាពពិតឬបានទាញឲ្យវែងពេកសារ៉នក្រឡេកមើលទៅកាន់ទ្វារអាគារផ្លូវដ៏លំមុខគាត់នៅដដែលតែអ្វីមួយខុសស្រមោលដើមឈើមិនត្រូវនឹងទីតាំងអំពូលទេវាដូចជាស្រមោលនោះត្រូវបានទុកនៅទីនោះពេលពន្លឺបានផ្លាទៅហើយសារ៉នបញ្ចេញដង្ហើមយឺតពេលគាត់បញ្ចេញដង្ហើមស្រមោលនោះមិនរំកិលតែពេលគាត់បិទភ្នែកភ្លេតហើយបើកវិញវាប្រែទីតាំងក្នុងអស់កម្លាំងគាត់និយាយក្នុងចិត្តគ្រាន់តែយប់យូរគាត់មើលនាឡិកាដៃម្ដងទៀតម៉ោងនៅតែ 12:00 មកជុលវិនាទីនៅតែដើរយឺតដូចជាមានអ្វីមួយកំពុងរាប់វាមិនមែនឲ្យវារត់ដោយខ្លួនឯងទេគាត់ក្រឡេកទៅនាឡិកាជញ្ជាំងវានៅតែឈប់ស្ងាត់មិនមានសេបីតែតិចមួយទៀតបន្ទាប់មកសារ៉នស្ដាប់បានសំឡេងតិចសំឡេងនោះមិនមែនមកពីនាឡិកាទេវាមកពីក្រោមចិន្តាមកពីកន្លែងដែលមិនមាននាឡិកាសំឡេងតូចស្មើមិនប្រញាប់មិនយឺតដូចជាអ្វីមួយកំពុងវាក់ពេលដោយខ្លួនឯងសារ៉នថយជំហានមួយជំហាននោះធ្វើឲ្យឥតក្រោមជើងបញ្ចេញសំឡេងស្រាលតែជំហាននោះមិនចាប់ត្រឹមជំហានមួយទេវាមានអេកូតូចបន្តដូចជាមានជើងជាច្រើនកំពុងធ្វើចលនាដូចគាត់តែយឺតជាងគាត់បន្តិចគាត់ឈប់ដង្ហើមអេកូនោះក៏ឈប់តែសំឡេងតិចនោះនៅតែបន្តនៅឆ្ងាយសារ៉នស្ដាប់បានសំឡេងមនរ៉ូមួយសំឡេងបន្ទាប់មកស្ងាត់មិនមែនពេលនេះមិនមែនមកមនរ៉ូទេតែបន្ទាប់ពីស្ងាត់បន្តិចសំឡេងមននោះរ៉ូម្ដងទៀតដកដែរมันខ្លាំងឡើងมันខ្សោយចុះដូចជាសំឡេងដែលបានចាក់ឡើងវិញហើយនៅចន្លោះសំឡេងមននោះសារ៉នស្ដាប់បានសំឡេងមនុស្សដើររអិលគាត់ក្រឡេកទៅក្រៅនៅផ្ទះខាងមុខអាគារគាត់ឃើញស្ត្រីម្នាក់បើកទ្វារចេញមកគាត់ដើរទៅកាន់ដណ្ដូនដាក់ធុងចុះដងទឹកហូរហើយគាត់លើកធុងឡើងបន្ទាប់មកមិនមានអ្វីបន្ទាប់មកគាត់បើកទ្វារចេញមកដដែលដើរដដែលដាក់ធុងដដែលសារ៉នសង្កត់ដៃបារ៉ែងក្នុងដៃគេកំពុងធ្វើម្ដងទៀតគាត់ក្រឡេកទៅផ្ទះផ្សេងមនុស្សម្នាក់ដើរឆ្លងផ្លូវឈប់ហើយដើរឆ្លងម្ដងទៀតឆ្កែមួយលោតពីកន្លែងមួយទៅកន្លែងមួយហើយលោតម្ដងទៀតចលនាដូចគ្នាសីបីដែរក្រឡេកភ្នែកក៏ដូចគ្នាដែរពេលវេលាមិនដើរទេវាកំពុងរង្វិលម៉ោងប៉ុន្មានសំឡេងខ្សឹបនោះត្រឡប់មកវិញលើកនេះវាជិតខ្នឹមមិនមែនពីខ្យល់ទេវាមកពីខាងក្រោយសារ៉នគាត់មិនហ៊ានងាកព្រោះគាត់ដឹងបើគាត់ងាកស្រមោលនោះនឹងផ្លាស់ទីម្ដងទៀតហើយអ្វីមួយនឹងឈរនៅទីនោះមិនមែនជាស្រមោលទេដៃគាត់ញ័រដៃបារ៉ែងធ្ងន់ឡើងមិនមែនដោយទម្ងន់វាទេតែដោយការចងចាំគាត់ចងចាំការងារខ្លួនរាល់ម៉ោងវាយប្រកាសរក្សាសណ្ដាប់ធ្នាប់នៅក្នុងស្ងាត់នោះសារ៉នមានអារម្មណ៍ថាអ្វីមួយកំពុងរាប់មិនមែនរាប់ម៉ោងទេតែរាប់ដង្ហើមគាត់រាប់ចលនាគាត់រាប់គាត់កុំវាយសំឡេងតាពូសេនលេចឡើងក្រុមចិត្តតែមកជុលវិនាទីនៅតែដើរដូចជាកំពុងរងចាំសញ្ញាមួយហើយពេលដែលសារ៉នលើកដែកបារ៉ែងឡើងមិនដឹងថាដោយសារតែភ្លេចខ្លួនឬក៏ដោយសារតែអ្វីមួយក្នុងខ្យល់សំឡេងខ្សឹបនោះនិយាយតែមួយពាក្យទៀបត្រឹមត្រូវជាប់ចន្លោះពេលវេលារាប់ពាក្យនោះមិនមែនជាពាក្យបញ្ជានោះទេ
វាមិនមានសំឡេងគំរាមកំហែងឬកំហឹងទេវាស្ងប់ដូចជាការរំលឹកអ្វីមួយដែលតែងតែមានតែសារ៉ាន់ភ្លេចប៉ុណ្ណោះដៃបារាំងក្នុងដៃគាត់ញ័រយឺតមិនមែនញ័រដោយខ្លាចភ្លាមទេវាញ័រដោយដៃមនុស្សដែលឈរយូរហើយឈាមចាប់ផ្ដាំងហូរមិនស្មើសារ៉ាន់ដកដង្ហើមមួយបន្ទាប់មកមួយទៀតគាត់មានអារម្មណ៍ថាដង្ហើមនីមួយរបស់គាត់មិនតាន់ជារបស់គាត់ទេដូចជាមាននរណាម្នាក់កំពុងទុកចំណាំវាសំឡេងតិចនៅក្រោមចន្ទានេះបន្តយឺតស្មើមិនខកសោះសារ៉ាន់ចាប់ដាំរាប់ក្នុងចិត្តមិនដឹងថាហេតុអ្វី1 2 3តែពេលគាត់រាប់ដល់4សំឡេងក្រោមចន្ទារអាក់បន្តិចហើយបន្តវិញដូចជាវាកំពុងកែសម្រួលខ្លួនឲ្យស្របជាមួយគាត់ឈប់រាប់សំឡេងតិចមិនឈប់ទេតែវាមានអារម្មណ៍ថាវាមិនចាំបាច់ត្រីគាត់ទៀតហើយសារ៉ាន់ក្រឡេកទៅក្រៃម្ដងទៀតផ្ទះមុខចន្ទានៅតែលេងដែរស្ត្រីម្នាក់ដែរចេញដាក់ធុងលើកធុងបាត់ហើយកាត់ឡើងវិញបរោះម្នាក់កណ្ដាលផ្លូវឈប់នឹងហើមបន្តមុខដើរម្ដងទៀតតែពេលនេះមានអ្វីមួយបន្ថែមពួកគេមិនដើរដូចគ្នាទាំងអស់ទៀតទេមានការពន្យាបន្តិចជំហានមួយយឺតជាងមុនការក្រឡេកភ្នែកមួយឈប់យូរជាងមុនដូចជាការចម្លងដែលចាប់ផ្ដើមបែកបាក់សារ៉ាន់មានអារម្មណ៍ថាកន្លែងដែលគាត់ឈរនោះមិនមែនជាគ្រាន់តែអាគារស្តុកស្រីទេវាដូចជាចំណុចមួយចំណុចដែលអ្វីត្រីឆ្លងកាត់អំពូលលើក្បាលគាត់ពេញលេងភ្លឺភ្លាមបន្ទាប់មកស្រអុំក្នុងពេលខ្លីនោះស្រមោលទាំងអស់លើជញ្ជាំងឈប់ឆ្លងកាត់ហើយសំឡេងនៅតែមានបន្តសារ៉ាន់ស្ដាប់បានសំឡេងដើរពីខាងក្រោយមិនមែនជំហានលើយត្រទេវាស្រាលពេកដូចជាអ្វីមួយកំពុងប៉ះពេលវេលាមិនមែនប៉ះដីទេម៉ោងប៉ុន្មានសំឡេងនោះសួរវិញលើកនេះមិនខ្ជះទេវាស្ងប់ត្រជាក់ហើយមានភាពឥតអារម្មណ៍ដូចជាសំណួរដែលត្រីបានសួរជាច្រើនដងហើយមិនខ្វល់ចម្លើយផងសារ៉ាន់បិទភ្នែកគាត់គិតទៅផ្ទះគិតទៅកូនគិតទៅព្រឹកពន្លឺព្រះអាទិត្យលើវាលស្រូវគាត់ព្យាយាមចងចាំថាពេលវេលាធម្មតារស់នៅយ៉ាងម៉េចតែពេលគាត់បើកភ្នែកឡើងវិញពន្លឺមិនផ្លាស់ប្ដូរទេអ្វីនៅតែឈរនៅចន្លោះដដែលនាឡិកាដៃរបស់គាត់ធ្វើសំឡេងចាក់មួយមិនមែនតិចទេដូចជាអ្វីមួយធ្វើបានជិតជុលវិនាទីឈប់ជុលម៉ោងរអើបន្តិចហើយត្រឡប់ទៅទីតាំងដើមវិញ12:00ម្ដងទៀតសារ៉ាន់មានអារម្មណ៍ថាទ្រូងគាត់ធ្ងន់មិនមែនដោយខ្លាចទេដោយការយល់ដឹងគាត់យល់ថាការវាយម៉ោងមិនមែនជាការប្រកាសពេលវេលាវាគឺជាការអញ្ជើញរាល់យប់រាល់ម៉ោងគាត់បាននិយាយថានេះគឺជាពេលវេលាហើយនៅយប់នេះគាត់បាននិយាយវានៅកន្លែងដែលមិនគួរនិយាយដៃបារ៉ែងក្នុងដៃគាត់ក្តៅបន្តិចមិនមែនក្តៅដូចភ្លើងទេក្តៅដូចដែកដែលទើបតែត្រីដៃមនុស្សជាច្រើនដូចជាវាបាំងប្រើប្រាស់មិនមែនត្រឹមតែគាត់ទេពីក្រោមចន្ទើសំឡេងតិចផ្លាស់ប្ដូរទៅវាមិនស្មើទៀតហើយវាមានចន្លោះដូចជាការរាប់ដែលបានរំលងអ្វីមួយសំឡេងមួយនិយាយមិនមែនសារ៉ាន់ទេ2សំឡេងមួយទៀតដូចជាសំឡេងដូចគ្នាតែចិត្តគាត់សារ៉ាន់ថយក្រោយជំហានគាត់លើកអ៊ីត្របញ្ចេញសំឡេងតែជំហាននោះបានធ្វើម្ដងទៀតដោយអ្វីមួយដែលយឺតជាងគាត់បន្តិចនៅក្រៅអ្នកភូមិចាប់ផ្ដើមធ្វើអ្វីខុសភ្និកមន់រនីម្ដងទៀតតែមិនចាប់វារនីកំដាសំឡេងដូចគេបិទវាឆ្កែភុះហើយឈប់នៅធម្មតាសំឡេងដូចគេបិទដែរសារ៉ាន់ដឹងថាអ្វីមួយកំពុងរៀនពីរបៀបម៉ោងដំណើរការរៀនពីរបៀបមនុស្សរងចាំហើយសំខាន់បំផុតវាកំពុងរៀនពីគាត់នៅក្នុងស្ងៀមស្ងាត់ដែលមិនស្ងាត់នោះសំឡេងមួយលើកឡើងមិនសួរទៀតទេតែប្រាប់ឆាប់នេះវេនអ្នកពាក្យវេននឹកអ្នកមិនចាំបាច់ឲ្យមានអេកូទេវាធ្លាក់ចុះក្នុងចិត្តសារ៉ុនដោយធូលីលើឥតសាមមិនលឺសំឡេងតែទុកស្នាមគាត់មិនហ៊ានសួរទៀតថាវេនអ្វីទេព្រោះក្នុងទ្រូងគាត់ដឹងរួចហើយថាវាមិនមែនជាវេនវីម៉ោងទៀតឡើយសំឡេងតិចក្រោមចិន្តាបន្តតែឥឡូវវាមានលំនាំមិនស្មើដូចមុនវាដូចជាការរាប់ដែលមានចេតនា1ឈប់2ឈប់3ឈប់យូរជាងមុន
ចិនឡោះនីមួយហាក់ដូចជាទុកសម្រាប់អ្វីមួយឲ្យឆ្លងកាត់សារ៉ុនឈោចិត្តទ្វាគាត់គិតថាបើគាត់ចេញទៅក្រៅទៅកាន់ផ្លូវធូលីអ្វីប្រហែលជានឹងធម្មតាវិញតែពេលគាត់បើកទ្វារបន្តិចខ្យល់ក្រៅមិនចូលគ្មានក្លិនដីគ្មានសម្លេងសត្វយប់មានតែទំនាបដែលមិនមែនស្ងាត់វាជាការខ្វះអ្វីគាត់ដកដង្ហើមវិញហើយបិទទ្វារពន្លឺអំពុលលើក្បាលគាត់ភ្លឺស្រាលតែមិនអាចបំភ្លឺស្រមោលទាំងអស់បានទេស្រមោលមួយនៅជិតចិន្តាឈោទ្រង់ទ្រាយមិនដូចរបស់គាត់វាមិនភ្ជាប់ទៅនឹងរាងកាយណាមួយទេពេលសារ៉ុនក្រឡេកវាមិនរំកិលតែពេលគាត់ក្រឡេកចេញវាជិតមកមួយជំហាននៅក្រៅអ្នកភូមិចាប់ផ្ដើមបែកបាក់ច្រាំងជាងមុនស្ត្រីមុខអាគារដែលដើរទៅអណ្ដូងឥឡូវលើកធុងឡើងពុំប្រេងដាក់ទឹកបរិសកណ្ដាលផ្លូវឈប់ដង្ហើមយូរពេកមុខគាត់ស្អមដូចរូបថតដែលចាប់ផ្ដើមរលាយមន់រោឡើងឈប់ហើយរោនៅកន្លែងខុសដូចម៉ោងមិនទាន់ដល់សារ៉ុនយល់ថាពេលវេលាមិនត្រឹមតែរង្វិលវាកំពុងបាត់បង់សណ្ដោបធ្នាប់ហើយនៅចំណោមការបាត់បង់នោះគាត់ឈរដូចមជុលមួយដែលគេចាក់ក្នុងម៉ោងនាឡិកាដៃគាត់ធឿសំឡេងចាក់ម្ដងទៀតលើកនេះមជុលវិនាទីមិនឈប់វារអិលថយក្រោយយឺតដោយមិនប្រញាប់12:00 11:59 11:58សារ៉ុនដកដង្ហើមខ្លីគាត់ដឹងថាបើមជុលថយក្រោយនោះអ្វីមួយកំពុងតែទៅមុខម៉ោងប៉ុន្មានសំឡេងសួរវិញលើកនេះមិនមកពីខាងក្រោយទេវាមកពីជុំវិញពីចំជាងពីឥតពីចិន្តាសំឡេងដូចគ្នាតែមិនមែនមួយទេជាច្រើនដូចជាភូមិទាំងមូលកំពុងសួរសារ៉ុនបិទត្រចៀកតែសំឡេងមិនត្រូវការត្រចៀកវាចូលមកតាមចន្លោះដង្ហើមម៉ោងប៉ុន្មានគាត់គិតអំពីតាបៃសេនពីកដែលមិនបានពន្យល់ការស្ងប់ដែលមានន័យចន្លោះ12 ទៅ 1មិនមែនជាម៉ោងរបស់មនុស្សសារ៉ុនយល់ថាមិនមែនគេហាមមិនឲ្យវាយម៉ោងទេគេហាមមិនឲ្យឆ្លើយដែកបារែងក្នុងដៃគាត់ធ្ងន់ជាងមុនមិនមែនទម្ងន់រូបភាពទម្ងន់នៃការរំពឹងគាត់មានអារម្មណ៍ថាបើគាត់វាយអ្វីមួយនឹងបញ្ចប់តែបើគាត់មិនវាយអ្វីមួយនឹងបន្តរាប់រហូតដល់គាត់អស់អ្វីឲ្យរាប់ក្រោមចិន្តាសំឡេងរាប់កាន់តែច្បាស់5 6 7ជំហានមួយលេចចេញលើឥតមិនមែនជំហានសារ៉ុនទេវាធ្វើជំហានឈប់ហើយធ្វើម្ដងទៀតនៅកន្លែងដដែលដូចជាការសាក់លបងស្រមោលនៅចិត្តចិន្តាឥឡូវមានរាងច្បាស់ជាងមុនវាមានកំពូលមានជ្រុងដូចរូបមនុស្សដែលមិនទាន់បានបង្ពេញសារ៉ុនបើកមាត់សំឡេងគាត់ចេញស្រាលដូចខ្យល់ប៉ះឥតមិនមែនម៉ោងទេពីកមិនទាន់ចប់សំឡេងរាប់ឈប់ស្ងាត់ជាងមុនស្ងាត់ដូចមុនភ្លេងធ្លាកបន្ទាប់មកសំឡេងខំលិចចេញមិនមែនពីដៃក្នុងដៃសារ៉ុនទេវាមកពីចុងឆ្ងាយហើយអេកូរបស់វាឆ្លើយតបមុនពេលសំឡេងដើមចប់ដូចជាម៉ោងកំពុងវាយដោយខ្លួនឯងពន្លឺអំពន់លើក្បាលគាត់ភ្លឺភ្លាមភ្លឺដល់ថ្នាក់ឃើញធូលីនៅខ្យល់ហើយបន្ទាប់មកស្រអមច្រើនក្នុងពន្លឺនោះសារ៉ុនឃើញថាស្រមោលមិននៅក្រោមជើងទេវាឈោមុខគាត់ស្រដៀងគាត់តែខ្វះអ្វីមួយខ្វះពេលវេននឹកណាក់សំឡេងនិយាយវិញម្ដងចុងក្រោយសម្រាប់យប់នេះនៅឆ្ងាយខ្សែពន្លឺស្រអមមួយលេចចិនលើដើមត្រូវសញ្ញាដំបួងរបស់ព្រឹកតែព្រឹកនោះមិនទាន់មកដល់សារ៉ុនដឹងថាពេលពន្លឺមកដល់គាត់អាចមិននៅទីនោះទៀតឡើយពន្លឺព្រឹកមិនមកដូចពេលធម្មតាវាមិនហូរចូលទេវាលាតសន្ធឹងយឺតដូចជាអ្វីមួយកំពុងស្ទាក់ស្ទើរមិនប្រកាសថាគួរចូលក្នុងភូមិនេះឬអត់ខ្សែពន្លឺស្រអោបនៅចុងដើមឈើនៅតែមានតែវាមិនធំឡើងវាដូចជាសញ្ញាមួយមិនមែនព្រឹកពិតទេសារ៉ុនឈរនៅកណ្ដាលអាគារដែកបារែងនៅក្នុងដៃគាត់ឥឡូវមិនត្រជាក់ទៀតទេវាមានសីតុណ្ហភាពដូចមនុស្សដែលទើបតែឈប់រស់គាត់មិនមានអារម្មណ៍ភ័យទៀតឡើយ
ភ័យបានឆ្លងផុតទៅហើយនៅសល់តែការយល់ដឹងស្ងប់ស្ងាត់មួយដោយមនុស្សដែលយល់ថាការរងចាំបានចប់សំឡេងតិចតិចក្រោមចិនដាបន្តតែឥឡូវវាមិនរាប់ទេវាស្មើដូចម៉ោងដែលរកឃើញលំនឹមរបស់វាសារុនក្រឡេកទៅស្រមោលភេងមុខវាមិនដើរទៀតវាឈរពេញលិញជាងមុនដោយរូបដែលបានបំពេញចន្លោះចុងក្រោយខ្ញុំមិនមែនម៉ោងទេសារុននិយាយស្រាលស្រមោលមិនឆ្លើយវាមិនចាំបាច់ឆ្លើយនៅក្រៃអ្វីចាប់ផ្ដើមដោះខ្លួនពីរង្វិលស្ត្រីមុខអាគារដែលធ្លាប់ដើរដដែលឥឡូវឈប់ពិតនានឈរចំពោះអណ្ដូងដោយមុខមិនចល់ដូចជាអ្នកភ្លេចអ្វីសំខាន់បរកកណ្ដាលផ្លូវដកដង្ហើមចូលធម្មតាវិញតែភ្នែកគាត់មិនតាន់ដឹងថាពេលវេលាបានបន្តមន់មួយរត់ម្ដងទៀតតែឥឡូវរត់ពេញសំឡេងហើយស្ងាត់ទៅដូចជាវាបានកែតម្រូវខ្លួនសារុនយល់ថាភូមិកំពុងត្រឡប់ទៅរកពេលវេលារបស់មនុស្សវិញតែដើម្បីឲ្យវាត្រឡប់អ្វីមួយត្រូវស្នាក់នៅទីនោះក្នុងចន្លោះដែលមិនមែនរបស់មនុស្សដែកបារែងធ្លាក់ពីដៃគាត់វាប៉ះឥតហើយសំឡេងខាំងឡើងម្ដងច្បាស់ពេញលេញសំឡេងនោះមិនមានអេកូខុសនោះទេវាមានតែមួយដោយការវាយម៉ោងចុងក្រោយដែលត្រឹមត្រូវបន្ទាប់ពីសំឡេងនោះស្ងាត់ដែលមិនគំរាមកំហែងទៀតស្ងាត់ដោយពេលយប់មុនព្រឹកស្ងាត់ដែលដឹងថាព្រឹកនឹងមកពន្លឺនៃចុងដើមឈើចាប់ដើមហូរចូលមកអំពូលក្នុងអាគាររលត់ស្រមោលភេងមុខសារុនរលាយមិនមែនដូចវាដើរចេញទេដូចជាមិនដែលមានសារុនមើលនាឡិកាលើកនេះវាដើរមជុលវិនាទីរត់ទៅមុខមជុលម៉ោងផ្លាទី 5:30 នាទីព្រឹកពេលដែលពន្លឺគួរទៅមកដល់គាត់ញញឹមស្រាលមិនមែនដោយសេចក្តីរីករាយទេដោយការទទួលស្គាល់បន្ទាប់មកគាត់ដកដង្ហើមមួយហើយមិនដកវិញទេពេលព្រឹកប្រកាសមកដល់ញាក់ភូមិចេញពីផ្ទះខ្យល់មានក្លិនដីសើមមន់រត់តាមលំនឹមធម្មតាសត្វឆ្កែដើរលេងដូចជាមិនមានអ្វីកើតឡើងតែពេលពួកគេចូលទៅក្នុងអាគារស្ទុកស្រូវពួកគេឈប់ដែកបារែងនៅតែវាយមិនមានដៃណាខាំងរាល់ម៉ោងត្រឹមត្រូវមិនខុសនឹងណាមិនខឿនសារុនមិនមានស្នាមដើរមិនមានស្នាមតស៊ូចែងអាគារស្ងប់ស្ងាត់ហើយសំឡេងម៉ោងដែលមិនត្រូវការមនុស្សតាប៉ៅសែនមកដល់ចុងក្រោយគាត់ឈរមើលយូរដោយមិននិយាយពេលសំឡេងវាយម៉ោងចប់គាត់បញ្ជាឲ្យអ្នកវ័យក្មេងយកដែកនោះចេញពេលដែកត្រូវលើកចេញសំឡេងទាំងអស់ស្ងាត់ភូមិស្ងាត់ដោយមិនធ្លាប់មានយប់មិញគាត់ទៅហើយតាប៉ៅសែននិយាយទៀបទៅណាមាននរណាសួរទៅក្នុងម៉ោងដែលបាត់ចាប់ពីថ្ងៃនោះមកភូមិនេះបោះបង់ការវាយម៉ោងយប់នេះអាគារស្ទុកស្រូវស្ងប់ស្ងាត់មិនមានអ្នកយាមអ្នកភូមិយកនាឡិកាប្រើពន្លឺថ្ងៃប្រើសំឡេងមន់ហើយចន្លោះម៉ោង10ទីទៅ1យប់គ្មានអ្នកណាធ្វើអ្វីទីគ្មានអ្នកណាសួរម៉ោងគ្មានអ្នកណាឆ្លើយពេលអ្នកណាសួរអំពីសារុនតាប៉ៃសែនគ្រាន់តែប្រាប់ថាកុំរាប់អ្វីនៅពេលដែលមិនមែនរបស់យើងព្រោះនៅពេលនោះអ្វីមួយកំពុងរាប់យើងវិញហើយនៅយប់ស្ងាត់ខ្លះបើអ្នកស្ដាប់ល្អអ្នកអាចឮសំឡេងខាំងស្រាលមកពីចម្ងាយមុនពេលព្រឹកមកដល់ពេលវេលានឹងបន្តមិនថាមនុស្សនៅទីនោះឬអត់សូមអរគុណដែលបានស្ដាប់ហើយសូមឲ្យយប់នេះកុំមានអ្នកណារាប់អ្នកវិញ